30 ឆ្នាំនៃឧត្តមភាពនិងនវានុវត្តន៍30 years of excellence and innovationចាក់ខុសវិស័យរបស់សាលារៀនសុវណ្ណភូមិគឺសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សាការងារនិងជីវិតហើយក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពរបស់សង្គមបេសកកម្មរបស់សាលារៀនសុវណ្ណភូមិគឺផ្ដល់សេវាកម្មអប់រំប្រកបដោយគុណភាពនិងស្របតាមស្តង់ដារជាតិនិងអន្តរជាតិដល់សិស្សានុសិស្សដើម្បីឲ្យពួកគេត្រៀមខ្លួនបានល្អក្នុងការបន្តថ្នាក់ឧត្តមសិក្សានិងអាជីពការងារគុណតម្លៃរបស់សាលារៀនសុវណ្ណភូមិគឺយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈការគោរពភាពច្នៃប្រឌិតនិងភាពជាម្ចាស់សម្រាប់យុទ្ធនាការរបស់ខ្ញុំបំណងប្រាថ្នាទាំង30សម្រាប់រយៈពេល30ឆ្នាំកន្លងមកនាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងសូមកោតសរសើរចំពោះការរីកចម្រើនការអភិវឌ្ឍនិងការច្នៃប្រឌិតដែលសាលារៀនសុវណ្ណភូមិបានបង្កើតកម្មវិធីជាច្រើនដល់សិស្សានុសិស្សទាំងភាសាខ្មែរនិងភាសាអង់គ្លេសផងដែរសូមអរគុណចំពោះក្តីស្រមៃរបស់ខ្ញុំសម្រាប់សាលារៀនសុវណ្ណភូមិក្នុងរយៈពេល30ឆ្នាំទៅមុខទៀតគឺខ្ញុំចង់ឲ្យសាលារៀនសុវណ្ណភូមិរីកសុស័យពេញរាជធានីខេត្តដើម្បីជាជម្រើសមួយសម្រាប់អាណាព្យាបាលក្នុងការជ្រើសរើសសាលារៀនមួយដែលមានគុណភាពល្អតម្លៃសមរម្យមានគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់និងថ្នាក់ដឹកនាំល្អបន្ថែមពីនេះទៅទៀតខ្ញុំចង់ឲ្យសាលារៀនសុវណ្ណភូមិបង្កើតបានជាសាកលវិទ្យាល័យមួយសម្រាប់ឲ្យសិស្សានុសិស្សដែលគាត់បានបញ្ចប់ថ្នាក់ទី12គាត់បានសិក្សារៀននៅទីនោះបន្តដោយមិនចាំបាច់គិតពិចារណាច្រើនអំពីជំនាញរបស់គាត់ត្រូវនឹងសាកលវិទ្យាល័យមួយណាឡើយចំពោះចំណាប់អារម្មណ៍របស់ខ្ញុំសម្រាប់យុទ្ធនាការបំណងប្រាថ្នាទាំង30សម្រាប់30ឆ្នាំខាងមុខគឺខ្ញុំមានអារម្មណ៍ថាគួរឲ្យចាប់អារម្មណ៍និងវាមានអត្ថន័យណាស់ពីព្រោះតែយុទ្ធនាការនេះបានធ្វើឲ្យសិស្សានុសិស្សបានចែករំលែកនៅក្តីស្រមៃរបស់ខ្លួនចំពោះសាលារៀនសុវណ្ណភូមិយុទ្ធនាការនេះក៏បានធ្វើឲ្យសិស្សានុសិស្សបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រមានគោលដៅច្បាស់លាស់និងមានទំនួលខុសត្រូវចំពោះសង្គមជាតិផងដែរសារខ្លីមួយចំពោះយុទ្ធនាការនេះគឺសូមឲ្យបំណងប្រាថ្នានៅក្នុងថ្ងៃនេះនឹងខ្លាចទៅជាការពិត សូមឲ្យបំណងប្រាថ្នាទាំង30ខ្លាចជាពន្លឺដល់ត្រចាំងត្រចែងសម្រាប់បំភ្លឺដល់ស្ថាប័នតន្ត្រីសិស្សគ្រប់ព្រមទាំងសាលារៀនសុវណ្ណភូមិនិងអភិវឌ្ឍនៅក្នុងរយៈពេល30ឆ្នាំខាងមុខផងដែរ នៅរ
រយៈពេល30ឆ្នាំទៀតបំណងប្រាថ្នារបស់ខ្ញុំគឺចង់ឃើញសាលារៀនសុវណ្ណភូមិតបខ្ញុំផ្សាយចង្វាក់អប់រំនៅក្នុងការបង្កើតសង្គមវិទ្យាល័យដែលជាគ្រឹះស្ថានអប់រំផ្ទាល់ខ្លួនដើម្បីផ្តល់ជាជំនាញដែលមានតម្រូវការខ្ពស់និងអាហារូបករណ៍សម្រាប់តបភ្ជាប់ជាមួយនឹងវិស័យការងារផងដែរសម្រាប់យុទ្ធនាការបំណងប្រាថ្នារបស់យើងបំណងប្រាថ្នាទាំង30រយៈពេល30ឆ្នាំទៅមុខទៀតនេះខ្ញុំពិតជាមានមោទនភាពចំពោះគ្រឹះស្ថានអប់រំរបស់សាលារៀនសុវណ្ណភូមិដែលជាផ្ទះទី2នៅក្នុងការផ្តល់ក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សានុសិស្សគ្រប់រូប បំណងប្រាថ្នារបស់ខ្ញុំសម្រាប់សាលារៀនសុវណ្ណភូមិក្នុងរយៈពេល30ឆ្នាំទៅមុខទៀតគឺការឈានមុខគេលើវិស័យអប់រំកីឡាសិល្បៈនិងបច្ចេកវិទ្យាដោយក្លាយជាគ្រឹះស្ថានអប់រំកម្រិតអន្តរជាតិនិងបន្តពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាពគុណភាពនិងសីលធម៌ខ្ពស់ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីកសម្រាប់យុទ្ធនាការបំណងប្រាថ្នាទាំង30សម្រាប់រយៈពេល30ឆ្នាំទៅមុខទៀតពីព្រោះយុទ្ធការនេះជំរុញឲ្យសិស្សានុសិស្សមានក្តីស្រមៃខ្ពង់ខ្ពស់និងផែនការច្បាស់លាស់ក្នុងវ័យសិក្សារៀនសូត្រ ក្នុងរយៈពេល30ឆ្នាំទៅមុខទៀតក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំមួយរូបគឺខ្ញុំចង់ឃើញសាលារៀនសុវណ្ណភូមិមានភាពរីកចម្រើនគ្រប់សេវាកម្មទាំងអស់និងទទួលបានការអប់រំមួយដែលឈានមុខគេនៃបណ្ដាសាលាឯកជនទូទាំងប្រទេសហើយប្រកបដោយធនធានមនុស្សដែលពោពេញទៅដោយសមត្ថភាពជានិរន្តរ៍សម្រាប់បំណងប្រាថ្នារបស់យើងដែលមានឈ្មោះថាបំណងប្រាថ្នាទាំង30សម្រាប់រយៈពេល30ឆ្នាំទៀតគឺជាការរៀបចំផែនការបានយ៉ាងច្បាស់លាស់ដើម្បីភាពរឹងមាំរបស់ស្ថាប័ននិងស្វែងរកនូវភាពច្នៃប្រឌិតបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតដើម្បីទទួលបានភាពរីកចម្រើនវឌ្ឍនភាពនវានុវត្តន៍និងកិត្យានុភាពឲ្យកាន់តែរីកចម្រើន ជំរាបសួរសម្រាប់បំណងប្រាថ្នារបស់ខ្ញុំចំពោះសាលារៀនសុវណ្ណភូមិរយៈពេល30ឆ្នាំទៅមុខទៀតខ្ញុំចង់ឃើញសាលារៀនសុវណ្ណភូមិក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏រឹងមាំនិងអភិវឌ្ឍនៅប្រទេសកម្ពុជាឲ្យមានភាពរុងរឿងរីកចម្រើនលើឆាកអន្តរជាតិសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ទៅលើយុទ្ធនាការបំណងប្រាថ្នារបស់យើងក្រោមប្រធានបទបំណងប្រាថ្នាទាំង30សម្រាប់រយៈពេល30ឆ្នាំទៅមុខទៀតគឺជាគំនិតដូចផ្ដើមដ៏មានអត្ថន័យនិងពោពេញទៅដោយការបំផុសនៅគំនិតដែលរួមមាន1ការបង្កើតនៅចក្ខុវិស័យវែងឆ្ងាយនិងមានគោលដៅច្បាស់លាស់យើងដឹងហើយថាស្ថាប័នគ្រួសារនិងសង្គមជាតិនឹងមានការវិវត្តនាពេលអនាគត2គឺជាស្ពានតភ្ជាប់នឹងការរៀនសូត្រនិងការអនុវត្តជាក់ស្ដែងការបង្កើតសំណួរទាំង30នេះគឺរុញច្រានឲ្យយើងចេះគិតគូរគ្រប់ជ្រុងជ្រោយទាំងផ្នែកបច្ចេកវិទ្យាគុណភាពអប់រំវប្បធម៌សីលធម៌និងបរិស្ថានជាពិសេសនោះគឺឲ្យយើងចេះរៀបចំនៅផែនការជីវិតនិងត្រៀមខ្លួនចូលរួមអភិវឌ្ឍសហគមន៍និងប្រទេសជាតិជាដើម3ការបំផុសគំនិតស្មារតីនិងក្តីសង្ឃឹមវេទិកានេះគឺបានអនុញ្ញាតឲ្យគណៈគ្រប់គ្រងថ្នាក់ដឹកនាំគ្រប់កម្រិតថ្នាក់ជាពិសេសនោះគឺសិស្សានុសិស្សលោកគ្រូអ្នកគ្រូបានបញ្ចេញនៅមតិយោបល់ក្តីស្រមៃនិងការបញ្ញាចិត្តរបស់ខ្លួនចំពោះសាលារៀនសុវណ្ណភូមិសូមអរគុណ សូមគោរពនិងជំរាបសួរខ្ញុំបាទឈ្មោះស្នងលីវ៉ាន់អ្នកសម្របសម្រួលថ្នាក់ចំណេះទៅភាសាខ្មែរនៃសាលារៀនសុវណ្ណភូមិទី24ទីតាំងសិលទី2 30ឆ្នាំនិង30បំណងប្រាថ្នានៃសាលារៀនសុវណ្ណភូមិគឺខ្ញុំពិតជាចង់ឃើញសាលារៀនសុវណ្ណភូមិកាន់តែមានភាពរីកចម្រើននិងបន្តនិរន្តរភាពលើសេវាអប់រំនៅថ្ងៃអនាគតដើម្បីជួយដល់សិស្សានុសិស្សក្លាយទៅជាមូលធនមនុស្សនៅក្នុងសង្គមជាតិកម្ពុជាដ៏រឹងមាំ 30ឆ្នាំនៃឧត្តមភាពនិងនវានុវត្តន៍គឺពិតជាបានបង្ហាញឲ្យយើងឃើញអំពីលទ្ធផលចម្រើនគួរជាទីមោទនភាពរបស់សាលារៀនសុវណ្ណភូមិយើងតាមរយៈការផ្តល់សេវាអប់រំដ៏ល្អនិងជាតិមុខគេនៅកម្ពុជា បាទសូមជម្រាបសួរជាបំណងប្រាថ្នារបស់ខ្ញុំក្នុងនាមជានាយកសាលារបស់សាលារៀនសុវណ្ណភូមិគឺខ្ញុំចង់ឃើញសាលារៀនសុវណ្ណភូមិក្លាយទៅជាសាលាដែលទទួលស្គាល់គុណភាពជាលក្ខណៈជាតិនិងអន្តរជាតិហើយជាពិសេសគឺសិស្សានុសិស្សទាំងអស់ដែលបញ្ចប់ការសិក្សានៅសាលារៀនសុវណ្ណភូមិនឹងក្លាយទៅជាធនធានដ៏មានសមត្ថភាពមានសុខភាពល្អហើយជាពិសេសគឺចូលរួមនៅក្នុងការអភិវឌ្ឍជាតិទៅលើគ្រប់វិស័យទាំងអស់បាទសម្រាប់បំណងប្រាថ្នារបស់ខ្ញុំវិញក្នុងនាមជាថ្នាក់ដឹកនាំសាលាម្នាក់ខ្ញុំយល់ឃើញថាវាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើយុទ្ធនាការបំណងប្រាថ្នារបស់យើងពីព្រោះវាបានជំរុញយើងឲ្យមានចក្ខុវិស័យវែងឆ្ងាយមានឆន្ទៈមានមហិច្ឆតានៅក្នុងការហ៊ានស្រមៃហើយនឹងហ៊ានធ្វើគ្រប់យ៉ាងដើម្បីឲ្យកន្លែងដែលយើងធ្វើការនេះគឺរីកចម្រើន
មិនមែនសម្រាប់តែយើងទេគឺសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ទាំងសហគមន៍ទាំងសិស្សានុសិស្សទាំងលោកគ្រូអ្នកគ្រូនិងបុគ្គលិកគ្រប់ផ្នែកទាំងអស់បាទអញ្ចឹងសូមអរគុណ សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា